បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំបានសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកដើរលេងជាមួយនឹងភ្នំឧដុង្គបាទសម្រាប់ថ្ងៃនេះគឺយើងធ្វើដំណើរឆ្ងាយមែនទែនបងប្អូនទាំងអស់គ្នាចាំពីក្រុងប៉ោយប៉ែតរហូតទៅដល់គិរីរម្យបាទហើយមុនមកចូលឧដុង្គនេះគឺខ្ញុំបានទៅដល់គិរីរម្យមុនហើយអញ្ចឹងទៅលេងគិរីរម្យឡើងមកឆ្អែតហើយចៃដន្យទៅដល់គិរីរម្យក៏មានភ្លៀងធ្លាក់ច្រើនមែនទែនហើយក៏យើងបកផ្លូវមកវិញហើយក៏យើងចូលតាមឧដុង្គនឹងតែម្ដងទៅចូលតាមភ្នំឧដុង្គហើយក៏ចូលលេងជាមួយនឹងផ្សារឧដុង្គគឺថាទស្សនវិជ្ជានៅក្នុងផ្សារឧដុង្គនេះគឺថាមនុស្សច្រើនមែនទែនបងប្អូនទាំងអស់គ្នាហើយនេះគឺជាកំពូលភ្នំឧដុង្គបានគឺជាចេតិយហ្នឹងឯងដូចខ្ញុំ zoom មកពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញហ្នឹងឯងហើយសម្រាប់ពេលល្ងាចគឺថាមានបងប្អូនទៅលេងច្រើនមិនដឹងថាពេលល្ងាចឬក៏ពេលថ្មណាដែលមានបងប្អូនទាំងអស់គ្នាទៅលេងនៅទីហ្នឹងច្រើនទេប៉ុន្តែសម្រាប់នៅពេលដែលខ្ញុំទៅនេះគឺទៅពេលល្ងាចហើយអញ្ចឹងទៅរកសម្រាប់អាហារពេលយប់អញ្ចឹងក៏បានចូលទៅលេងនៅផ្សារឧដុង្គហ្នឹងក៏បានផ្ទះឃើញលក់ច្រើនមែនតើបងប្អូនទាំងអស់គ្នាជាពិសេសគឺខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺឃ្មុំអាំងហើយឆ្ងល់ទៀតណាមានសបកខ្យងសបកក្តាមស្នូកក្តាមវាយកអាំងដាក់គ្រឿងមិនថារសជាតិមួយបែបដែរបងប្អូនអស់គ្នាគឺថារសជាតិឆ្ងាញ់មួយយ៉ាងដែរហើយអ្វីដែលពិសេសគឺប៉ងមែនតើហ្មងទៅហ្នឹងគឺអ្វីដែលប៉ងជាងគេគឺនឹងឃ្មុំអាំងហ្នឹងតែម្ដងបាទសម្រាប់ឃ្មុំអាំងនៅទីហ្នឹងគឺថាសបកលក់ច្រើនមែនតើតែសម្រាប់តម្លៃវិញគឺថាពិបាកនិយាយដែរបងប្អូនអរគ្នានេះគឺឃ្មុំអាំងបាទម្ដុំហ្នឹងឯងគឺគេដាក់ក្នុងចានស្នោហ្នឹងទៅគឺថាសាក់ទិញយកមកភ្លក់ទេបងប្អូនអរគ្នាចង់ដឹងថាឃ្មុំអាំងនៅឧដុង្គឆ្ងាញ់យ៉ាងណាដែរធ្លាប់ទៅមើលតាមវីដេអូដែលពុកម៉ែបងប្អូនក៏ដូចជាបងប្អូន vlogger អីផ្សេងទៀតអីដែលគាត់ធ្លាប់ទៅលេងអញ្ចឹងណាហើយគាត់ក៏បានថតជាមួយនឹងឃ្មុំហ្នឹងមកហើយក៏ចង់សាកដែរហើយទៅក៏កំងដូចជាប្រហែល3ប្រទេសហ្នឹងឯងបងប្អូនអរគ្នាយកមកសាកជាមួយនឹងបងប្អូនទៅហើយគ្នាខ្ញុំទៅច្រើនមែនតើឡើង2ឡានបាទ2ឡានគឺណែនក្ដន់តែម្ដងគ្នាប្រហែលជាជាង20នាក់ជាងដែរបងប្អូនអរគ្នាគេថាលេងមកសវាយតែម្ដងជាពិសេសបានទៅលេងគិរីរម្យគឺថាអែមតែម្ដងគិរីរម្យគឺថាទេសភាពស្អាតមែនតើដោយបងប្អូនអរគ្នាបានឃើញវីដេអូមុនហ្នឹងអញ្ចឹងគឺខ្ញុំបានទៅលេងមិនបានដើរលេងសពទេគិរីរម្យគឺថាទៅត្រួសដោយសារយើងប្រញាប់ដែរការដែលចេញដំណើរពីភ្នំពេញទៅហ្នឹងគឺថាយប់ហើយទៅដល់ដេកផ្ទះសំណាក់បងប្អូនអរគ្នាដែលនៅជិតហ្នឹងអញ្ចឹងណាហើយតព្រឹកឡើងមិនយើងឡើងទៅគិរីរម្យហើយនេះគឺយើងទិញបានហើយបងប្អូនអរគ្នាទិញឃ្មុំបានហើយបំរុងខ្ញុំសាក់លបងវិច័យដនអីរបស់ខ្ញុំហ្នឹងទៅទិញត្នោតបាទទិញត្នោតខ្ញុំក៏ញ៉ាំត្នោតទៅអត់តបានញ៉ាំឃ្មុំទេបងប្អូនអរគ្នាគេថារសជាតិត្នោតដូចត្នោតហ្នឹងបងប្អូនអរគ្នាអរគុណច្រើនជម្រាបលា